បងប្អូនមានបានឃើញផុសមួយនេះអត់ហើយបងប្អូនមានឆ្ងល់ទេថាក្រហមនៅក្នុងសលៃហ្នឹងឯគេអញ្ចឹងអានេះមានពីរចំណុចដែលខ្ញុំចង់និយាយចំណុចទី1អានក្រហមនៅក្នុងសលៃហ្នឹងគឺមិនមែនជាឈាមទេបងប្អូនណានៅពេលដែលយើងឃើញក្រហមឬក៏ពណ៌អីផ្សេងៗនៅលើសលៃគឺជាសញ្ញាមួយដែលបង្ហាញថាវាមានបាក់តេរីឬក៏ផ្សិតកកើតឡើងនៅក្នុងសលៃហ្នឹងអញ្ចឹងបើសិនយើងឃើញសម្លៃបែបនេះយើងអត់គួរប្រើវាទេហើយមូលហេតុអីបានវាឡើងបែបហ្នឹងជួនកាលអាចកើតឡើងនៅក្នុងពេលផលិតកង្វះអនាម័យឬក៏មានសំណើមមានអីនៅក្នុងទៅធ្វើឲ្យបាក់តេរីវារីកលូតលាស់ចឹងណាឬក៏កតុងសលៃដែលគេប្រើនៅក្នុងហ្នឹងវាអាចមានបាក់តេរីនៅក្នុងស្រាប់ឬក៏ផ្សិតនៅក្នុងនឹងស្រាប់มันអាចសម្លាប់បានល្អសម្រាប់មេរោគបានល្អចឹងវារីកលូតលាស់ឡើងចឹងហីហើយបើសិនជាយើងអត់ដឹងយើងនៅតែប្រើវាអាចធ្វើឲ្យយើងរៀងថារោលក្រហមកទួលលមាស់នៅតំបន់កន្លែងហ្នឹងអីចឹងទៅចំណុចទី2អាហ្នឹងគឺមិនមែនជាឈាមទេហើយបើសិនជាឈាមមែនក៏អត់មានបង្កឲ្យឆ្លងមេរោគអេដដែរបងប្អូនមេរោគអេដគឺมันអាចរស់នៅក្រៅខ្លួនមនុស្សបានទេណាបងប្អូនអាចឆែកមើលបានសួរបញ្ជាក់បណ្ឌិតបន្ថែមក៏បានដែរមេរោគអេដអាចឆ្លងតាមការចាក់មជុលសារ៉ាងមុតកំបិតមុតអីផ្សេងប៉ុន្តែសូម្បីតែមូសក៏អាចចម្លងមេរោគអេដបានដែរអញ្ចឹងជួយយកដឹងណាគេកើតអេដមូសខាំនេះខាំមនុស្សពេញហ្នឹងអញ្ចឹងបើសិនជាមូសច្រឡំមេរោគអេដមែនគាត់កើតអេដគ្រប់គ្នាបាត់ហើយប៉ុន្តែតាក់ទងនឹងមូសចាំខ្ញុំនិយាយបកស្រាយតាមក្រោយអញ្ចឹងសរុបមកវិញបើឃើញសលៃអនាម័យយើងមានបញ្ហាបែបហ្នឹងបោះចោលទៅហើយពេលខ្លះគួរតែប្រុងប្រយ័ត្នទិញនៅកន្លែងដែលយើងជឿទុកចិត្តណាព្រោះពេលខ្លះអាចថាខ្លាំងខ្លាយការរបស់ខ្លាំងខ្លាយគឺងាយនឹងមានបញ្ហាខ្លាំងមែនតើបើរោងចក្រត្រឹមត្រូវខ្ញុំគិតថាកម្រសម្រាប់បងប្អូនចង់បានស្បែកស្អាតមានសុខភាពល្អខ្ញុំណែនាំ Skin Care Labon ដែលជា brand កូនខ្មែរផលិតនៅប្រទេស New Zealand នៅក្នុងរោងចក្រដែលមានស្តង់ដារនេះគឺខ្ញុំជាមួយអ្នកជំនាញផលិតលើ Skin Care ក្នុងការផលិតយើងនៅមន្ទីរពិសោធន៍ព្រោះយើងទៅពិសោធន៍ផ្ទាល់ឲ្យខ្លួនឯង Skin Care មួយគឺចំណាយពេលពី2ឆ្នាំកន្លះទៅ3ឆ្នាំទៅអាចផលិតចេញបានហើយកន្លែង storage ខ្ញុំដើរនេះមិនមែនតែមួយជួរហ្នឹងទេណាគឺ10ជួរបងប្អូនរោងចក្រធំមែនតើគេមានដុកទ័រសើស្បែកនៅប្រចាំគេមានអ្នកជំនាញខាងគីមីវិទ្យាហើយនិងអ្នកជំនាញខាងផលិត Skin Care មានម៉ាស៊ីនតេស្តជាច្រើនហើយរបស់យើងគឺធានាស្តង់ដារជូនតែម្ដងបងប្អូនប្រើប្រាស់ដោយទំនុកចិត្តមិនភ័យខ្លាចផលិតផលសុទ្ធអត់មានដាក់សារធាតុកាត់សារធាតុលាយស្តង់ដារអន្តរជាតិតែម្ដង